នេះប្រេននេះតែជាមួយនឹង FVG យើងឃើញថាកន្លែងនេះ FVG ទៅបាន respect ក៏ខ្ញុំចូល sell មកព្រមហើយសម្រាប់ SL វិញខ្ញុំសូមរំកិលដាក់ម្ដុំនេះដោយសារ head pole ខ្ញុំឃើញថាកន្លែងនេះវាមានប្រហោងកន្លែងនេះវាមាន FVG VPR អញ្ចឹងទៅចុះបើវាប្រែកន្លែងហ្នឹងគឺវាមកទៅលើទៀតអញ្ចឹងខ្ញុំទៅការដាក់ SL កន្លែងហ្នឹងហើយ TP ខ្ញុំអាចដាក់រំកិលនៅក្រោមចាំខ្ញុំបញ្យល់នេះថា head pole ខ្ញុំដាក់ SL ហ្នឹងហើយ TP ហ្នឹងធម្មតាខ្ញុំ trade ពីច្រើនតែដាក់SL តិចប្រហែលពេលខ្ញុំចំណេញបានច្រើនអញ្ចឹងវីដេអូមួយបាននិយាយពី BPR មានតែប្រហោង2ប្រសពគ្នាប្រហោង2ប្រសពគ្នាយើងហៅវាថា BPR ខ្ញុំសូមបញ្យល់កន្លែងនេះដូចនេះបានឃើញកន្លែងនេះគឺជា BPR មានតែ FVG 2ខ្ញុំសូមគូមួយអញ្ចឹងកន្លែងនេះគឺជា BPR អញ្ចឹង head pole នេះយើងអត់ចាំ BPR ហើយយើងចូលនៅក្នុងកន្លែង FVG នេះអញ្ចឹងបានឃើញថាកន្លែងនេះគឺជា FVG ទី1ដែលនេះបានឃើញអញ្ចឹងនេះបានឃើញថាកន្លែងនេះ FVG ទី1ទៅបានបិទអបែកហ្នឹងឃើញអញ្ចឹងមាន FVG កន្លែងហ្នឹងត្រូវបានបិទអបែកដោយសារ candle មួយហ្នឹងអញ្ចឹងយើងអាចមើលកញ្ចឹងកមួយទៀតអញ្ចឹងខ្ញុំសូមចាប់កញ្ចឹងកនេះបានមើលជាមួយខ្ញុំសូមគូកញ្ចឹងកឃើញកន្លែងនេះកញ្ចឹងកនៅពេលដែល FVG ទី1ហ្នឹងវាបានបិទអបែកហើយគឺវាប្រកាសទៅជាកញ្ចឹងកនៅកន្លែងហ្នឹងអញ្ចឹងនៅពេលដែលវាទៅចាក់ម្ដងទៀតខ្ញុំសូមគូនេះមើលកន្លែងនេះឃើញថាវាបិទអបែកមានជាកន្លែងទៅចាក់លើកទី2ហ្នឹងគឺចាក់កន្លែងហ្នឹងតិចគឺអបែកអញ្ចឹងគឺខ្ញុំការ sell ហើយអាចដូចនិយាយអញ្ចឹង SL ខ្ញុំដាក់ត្រឹមហ្នឹងបានហើយចាំមើលសិនថាតើទីផ្សារវាចុះទៅទៀតបាទខ្ញុំអាចរំកិលទៀតទៅពួកអីបើសិនជាវា break នៅត្រង់កន្លែងហ្នឹងមានថាវាឡើងទៅលើវិញទៀតអីអញ្ចឹងទៅអញ្ចឹងឥឡូវយើងឃើញថាកន្លែងនេះវាចុះចិត្ត break កន្លែងហ្នឹងហើយបើសិនជា break កន្លែងហ្នឹងខ្ញុំនឹងធ្វើការរំកិល SL របស់ខ្ញុំអញ្ចឹងខ្ញុំសូមរំកិលកន្លែងនេះខ្ញុំអាចដាក់ BE ក៏បាននេះចង់ដាក់ BE ក៏បានដែរឬក៏យើងរំកិល SL របស់យើងដាក់នៅលើកញ្ចឹងតិចក៏បានដោយសារខ្ញុំគិតថាកន្លែងនេះខ្ញុំដាក់ត្រឹមតែ10រៀលជាងហ្នឹងបានដែរដោយសារតែទៅពេលឡើងទៅវិញក៏ខ្ញុំអត់ខាតច្រើននៅកន្លែងហ្នឹងហើយបើអ្នកនេះណែនាំអ្នកនេះអាចដាក់ BE ក៏បានមានថាដាក់ SL ទៅកន្លែងដែលនេះបានចូលផ្សារ entry ហ្នឹងអាហ្នឹងគេហៅថា move BE ណានៅកន្លែង move BE អញ្ចឹងបើវា break កន្លែងក្រោមនេះស្រួលក្នុងក្រោមនេះមានន័យថាវានឹងទៅទៀតយើងបន្លែងវាអូកន្លែងនេះវាបង្កើត FVG មួយទៀតគេអញ្ចឹងតើកាលណា FVG ហើយ FVG មួយទៀត FVG ហើយ FVG មួយទៀតគឺមានភាពអស្ចារ្យមែនទេក្នុងការចុះហើយ head pole អីបានកន្លែងនេះយើងកំពុងតែ sell ដែរខ្ញុំអាចបើកនៅក្នុងកម្មវិធី trading view បានឃើញថាតាមពិតខ្ញុំត្រូវ sell តាំងពីតម្លៃខាងលើនេះមកយើងមើល15នាទីខ្ញុំធ្លាប់ជិះមេរៀនថាជាលក្ខណៈ liquidity sweep total soup ឃើញទេបិទអបែកនេះបិទអបែកគេមានអាកន្លែងខ្ពស់បំផុតរបស់វានេះឃើញបិទអបែកអញ្ចឹងកន្លែងហ្នឹងនេះកន្លែងនេះគឺវាចាក់កន្លែងហ្នឹងពីរដងអញ្ចឹងកន្លែងហ្នឹងគឺយើងអាចចូលតាំងពីកន្លែងហ្នឹងបានតែដោយសារខ្ញុំ late ថ្ងៃនេះខ្ញុំ late អញ្ចឹងទៅខ្ញុំអត់បានចូលអញ្ចឹងខ្ញុំត្រូវចាំចូលកន្លែងពេលដែលមាន FVG នៅក្នុងតាម frame 1នាទីហើយអីដែលសំខាន់នេះឃើញបើអ្នកគេលេង snap ពេលដែលគេមានលក្ខណៈថានេះកន្លែង CRT high នេះគេដាក់តែកញ្ចឹងកប៉ះ TP បាត់ហ្នឹង TP បាត់អូខេយើងយកបាន100ជាងហើយនេះយើងសូមបញ្យល់ម្ដងទៀតអូខេអញ្ចឹងឃើញអ្នកខ្លះគេដាក់កញ្ចឹងកកន្លែងនេះមានន័យថាគេ short គេ sell ពីកន្លែងនេះគេ sell ពីកន្លែងកញ្ចឹងកនេះទៅក៏មានអូខេគេ sell ពីកន្លែងកញ្ចឹងកនេះឃើញគេមកប៉ះកន្លែងនេះឡើងវិញហើយគេដាក់តែ SL នៅលើនេះហើយ TP គេមើលជើងមកពីនេះជើងមកពីនេះអញ្ចឹងគេដាក់ TP ទៅនៅហ្នឹងឲ្យឃើញអញ្ចឹងមក swing នេះឃើញមានតែមួយជើងបិទអត់បែកពីកន្លែងនេះហើយនេះជើងរបស់វាអានេះកយើងនិយាយថានេះកអានេះជើងឃើញវាបិទកវាអត់បែកវាមក clear ជើងអាហ្នឹងគឺទូទៅថាបើវា clear មកគឺវាទៅទៀតអាហ្នឹងគប់ទាំងអស់មិនថាកន្លែងណាឧទាហរណ៍ខ្ញុំឧទាហរណ៍គ្នាមើលដូចកន្លែងនេះចឹងនេះឃើញវាបិទអត់បែកហើយវាទៅកដូចកន្លែងនេះឃើញវាបិទអត់បែកកន្លែងខ្លួនរបស់វានេះមួយឃើញវា clear ជើងវាបិទជើងវាអត់បែកប៉ុន្តែករបស់វាឃើញវាមកឡើងទៅលើ clear វិញឃើញអញ្ចឹងមានតែអ្នកខ្លះកន្លែងនេះឃើញតាំងពីគេឃើញបិទអត់បែកភ្លាមគេចាប់ផ្ដើមបាយទៅរហូតដល់មើលជើងវាតំណានេះជើងហើយបើសិនឡើងដូចគ្នាអញ្ចឹងទៅពេលធ្លាក់មកក្រោមវិញប៉អូដូចឡើងនេះអញ្ចឹងធ្លាក់មកគេឃើញមិនគេឃើញថាអូនេះបើឡើងនេះបាយឃើញវាទៅ clear កវិញអញ្ចឹងអាហ្នឹងជាលក្ខណៈនៃ liquidity គាត់ថារបៀបខ្ញុំបញ្យល់អ្នកនេះឥឡូវកំពុងលេងនេះគឺជាលក្ខណៈ FVG ឃើញវា respect FVG ខ្ញុំ hold បានច្រើនតែខ្ញុំ hold យកប៉ុណ្ណឹងបានហើយនេះពេលយកផងខ្ញុំមិនចង់យកនេះច្រើនទេហើយអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងខ្ញុំតែ concept liquidity គឺអបបាក់ទេណាគឺអបបាក់តែយើងលេងបែបហ្នឹងទៅយើងមើលជើងទៅបីអានេះឡើងពេលវាឡើងនេះឲ្យវាឡើងទៅពេលណាវាចុះវិញយើងមើលវិញណាយ៉ាងយើងរកឡើង counter សម្រាប់ទៅការលេងអញ្ចឹង easy ងាយអញ្ចឹងតែលេងបែបហ្នឹងឯងគឺធ្វើម៉េចពេលខាតតិចប៉ុន្តែពេលយើងចំណេញធ្វើម៉េចយើងឲ្យចំណេញបានច្រើនហើយបើអ្នកនេះចង់បាន account trade bread tip ហើយយើង trade ដូចខ្ញុំទេគឺបាន commission លុយត្រឡប់វិញទេអ្នកនេះអាច scan QR ជាលុយទៅខាងលើបានហើយកុំភ្លេច join channel Telegram របស់ខ្ញុំ YouTube Facebook ឬក៏ TikTok អីផ្សេងៗហើយយើងត្រឡប់មកជួបអ្នកនេះនៅវីដេអូក្រោយជិះបន្តទៀតបាយ